ជំរាបសួរ bonjour នៅក្នុងវីដេអូខ្លីថ្ងៃនេះនិយាយអំពីសំណួរវោហារស័ព្ទ2 3ដែលមានន័យប្រហាក់ប្រហែលគ្នាទី1ក្នុងករណីមួយថាយើងកិច្ចចេញទៅណានៅក្នុងឧទាហរណ៍ថាមានកិច្ចប្រជុំការជួបជុំអីមួយយើងអត់ចង់នៅទេអញ្ចឹងយើងឆ្លៀតឱកាសដែលគេមិនបានចាប់អារម្មណ៍នឹងយើងកិច្ចខ្លួនចេញទៅ filer à l'anglaise filer គេអាសាប់ filer មានន័យថាកិច្ចចេញណា filer à l'anglaise et pourquoi à l'anglaise anglais ណាពីព្រោះកាលពីសម័យសតវត្សទី18 17ចាំដឹងទេអង់គ្លេសនិងបារាំងមានសង្គ្រាមចំនួនជាមួយគ្នាខ្លាំងហើយអត់ចូលចិត្តគ្នាទេអញ្ចឹងឲ្យតែអ្នកណាធ្វើអីមួយដែលយើងដូចគេមិនចូលចិត្តគេថារបៀបអង់គ្លេសរបៀបជាអង់គ្លេសអញ្ចឹងវាទៅជា filer à l'anglaise បែរនេះថាកិច្ចខ្លួនកុំទាន់តែគេមិនចាប់អារម្មណ៍នឹងយើងទី1ហើយអាហ្នឹងន័យរបស់វាមួយទៀតគឺ prendre la clé des champs prendre la clé des champs មានន័យដូចគ្នាដូច filer à l'anglaise អញ្ចឹងណា s'enfuir s'en aller s'enfuir នឹងឯងអាហ្នឹងគឺបានន័យថាយើងកិច្ចខ្លួនចេញក្នុងពេលដែលគេមិនចាប់អារម្មណ៍នឹងយើង profiter de l'inattention des autres មួយទៀតមានរឿងរ៉ាវអីមួយកើតឡើងអញ្ចឹងទៅគេស្អីចាំផងជួយផងអីចឹងទៅអត់ទេដាក់មេផាយទៅដាក់មេប្រូចដាក់មេផាយ prendre la poudre d'escampette la poudre d'escampette គឺអាពេលដែលយើងដើរញាប់ដូចជាយើងរត់ទៅវាមានកំទេចធូលីនៅពីក្រោយស្បែកជើងយើងណាដល់អញ្ចឹង expression វាទៅជា prendre la poudre d'escampette បានន័យថាដាក់មេប្រូចដាក់មេផាយ